ទឹកប្រាក់ប៉ុណ្នេះខ្ញុំអាចទិញមកអ្វីខាងក្នុងផ្សារជុំមានអរគ្នា Let's go ផ្សារជុំមានអរគ្នាឥឡូវខ្ញុំទិញបន្តាក់2ហើយគឺ1.500ឥឡូវខ្ញុំបាន2គឺមិន1000អរគ្នាឥឡូវខ្ញុំយកសតទឹកប្រាក់9000តោះ100ទៀតឥឡូវយើងបានគង2គឺ1500ហើយ2គឺ3000អរគ្នាឥឡូវទឹកប្រាក់យើងសល់6000តោះតែថែមទៀតអរគ្នាយើងបានទិញបានសញ្ជុំមួយចាន1000នៅខាងហាងកូននេះអូខេដល់គ្នានឹងទៅជាលុយចុងក្រោយរបស់យើងហើយតោះចុះដល់គ្នាខ្ញុំឥឡូវបានចាក់ខ្វៃ2នេះ1500ខ្ញុំទិញ2គឺ2000ហើយសម្រាប់គងនេះគឺ1500ដល់គ្នាខ្ញុំទិញ2ហ្នឹងគឺអស់3000ហើយខ្ញុំក៏សល់6000រៀល60000ជាចុងក្រោយគឺទិញបាត់បាយសញ្ជុំមួយចានដល់គ្នាគឺពិតជាច្រើនមែនតើដល់គ្នាសម្រាប់លុយ10000រៀលនៅក្នុងផ្សារជុំនេះដល់គ្នាគឺទិញបានច្រើនមែនតើតោះឥឡូវយើងទៅញ៉ាំមួយគ្នាហ្មងដល់គ្នាតោះ let's go អូខេដល់គ្នាតម្លៃ10000យើងបាន3មុខនេះដល់គ្នាគឺច្រើនមែនតើសម្រាប់ម្ហូបតម្លៃតែ10000រៀលយើងបាន3ដល់គ្នាយើងបានគង1 2ហើយទឹកត្រីដល់គ្នាហើយចាក់ខ្វៃ2ដុំទៀតហើយថែមទាំងបាយសាច់ជ្រូកមួយទៀតដល់គ្នាតោះឥឡូវចង់ដឹងថាតម្លៃ10000អ្វីដែលខ្ញុំទិញគឺពិតជាឆ្ងាញ់អត់សម្រាប់3ពេលដល់គ្នាសាហាវណាបាយជ្រូកតោះសល់ចាក់ខ្វៃមើលចាក់ខ្វៃបញ្ចុកទៅអាចឆ្ងាញ់តែយើងបើចិត្ត10000យើងទៅទិញម្ហូបឲ្យបានច្រើនសម្រាប់3ពេលចាក់ខ្វៃក្តៅស្រួលគឺស្ពីទៀតហើយម្យ៉ាងនេះញ៉ាំនេះក្នុងសួរហ៎វាជា relax ជឿមែនតើអរគ្នាជំនាញហើយគងអរគ្នាមើលតុកចាប់ពិតជាមានអនាម័យមែនតើតែជាដំងទឹកថៃដាក់មានជ្រូកអរគ្នាគងមកគ្រប់ទៅឆ្ងាញ់មែនតើហើយអូខេគងគាត់នេះ1500ណាហើយឃើញចឹងណាញ៉ាំទៅបាច់ជួបចឹងមិនថាឥឡូវវីដេអូគឺមានប៉ុណ្្នឹងទេខ្ញុំពិតជា recommend មកផ្សារនេះមែនតើគឺលុយតិចប៉ុណ្ណឹងគឺតិចបានម្ហូបអាហារច្រើនមែនតើដល់គ្នាហើយចឹងនិយាយថាគងគាត់គឺខ្លាំងមែនតើ1500ដល់គ្នាខ្ញុំទិញ2គឺ3000ហើយចាក់ខ្វៃ500អាចស្មើនឹង breakfast យើងក៏បានគឺឆ្ងាញ់មែនតើស្រួយក្តៅញ៉ាំមិនអស់ហើយបាយជ្រូកនេះមួយចាន6000គឺតម្លៃសមរម្យមែនតើរសជាតិប៉ុណ្ណឹងគឺឆ្ងាញ់ខ្ញុំទិញរៀងឆៃដែរគឺយកសើក្តៅចឹងយកសើឆ្ងាញ់តែបាយជ្រូកក៏ទិញរៀងហឹកដែរគឺឆ្ងាញ់មែនតើដល់គ្នារសជាតិវារៀង dry បន្តិចប៉ុន្តែអត់អីទេដោយសារខ្ញុំទិញឆៃពេកចឹងញ៉ាំអីទៀតទេ See you in the next video អ្នកគ្នា